Hello everyone. Bà sụt đây được ở nia. Ngày điคือយើងមករៀនអំពីអក្សរក្រមភាសាអង់គ្លេស English alphabet អញ្ចឹងនេះគឺជាថ្នាក់ដំបូងបំផុតបាទគឺជាថ្នាក់ដំបូងបំផុតនៃភាសាអង់គ្លេសដែលយើងចាប់ផ្ដើមរៀនពី A B C D រហូតដល់ Z បាទអញ្ចឹងសម្រាប់អ្នកដែលចាប់ផ្ដើមរៀនដំបូងបំផុតហើយយើងអាចកត់ត្រានិងអានតាមខ្ញុំបានព្រោះខ្ញុំនឹងធ្វើមេរៀនតាក់ទងទៅនឹងភាសាអង់គ្លេសគឺរៀនពីថ្នាក់ក្រោមទៅតែម្ដងគឺពីអក្សរក្រមពីការពោលពាក្យបានរៀនពាក្យហើយយើងរៀនប្រយោគសន្ទនាផ្សេងបន្តទៀតតែថ្ងៃនេះគឺយើងផ្ដោតទៅលើអក្សរក្រមភាសាអង់គ្លេសបាទអញ្ចឹងអ្នកនរគ្នាអាចកត់ត្រាហើយអានតាមបាទដើម្បីយើងអាចរៀនសូត្របានឆាប់ចេះឆាប់ចាំបាទអញ្ចឹងបើសិនតែយើងគ្រាន់តែស្ដាប់យើងអត់កត់ត្រាគឺយើងចាការសិក្សារបស់យើងកត់ត្រាហើយយើងអានតាមអានឹងទើបធ្វើឲ្យយើងឆាប់ចេះឆាប់ចាំបាទអញ្ចឹងភាសាគឺផ្ដោតទៅលើការសរសេរការចេះអានមកប្រែហើយរៀននិយាយអញ្ចឹងមូលដ្ឋានគ្រឹះដំបូងសំខាន់គឺយើងគឺត្រូវកត់ត្រាជួយជំនះទាំងអស់ហ្នឹងហើយយើងត្រូវស្គាល់បាទស្គាល់ទាំងអក្សរធំទាំងអក្សរតូចចឹងស្គាល់តាមលំដាប់ពី A ដល់ Z បាទអញ្ចឹងយើងអាចចាប់តាមអានទៅបាទនេះ A B B C C D D E E F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  G G H H I J J K K L L M M N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  O O P P Q Q R R S S T T U U V V W W X X Y Y Z Z បាទអញ្ចឹងយើងអានម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដើម្បីយើងឆាប់ស្គាល់បាទឆាប់ស្គាល់អក្សរហ្នឹងអានថាម៉េចបាទអញ្ចឹងយើងចាប់អានម្ដងទៀត A B B C C D D E E F F G G H H I J J K K L L M N N N O O P P Q Q R R S S T T U U V V W W X X Y Y Z Z Thank you everyone បាទអរគុណអ្នកទាំងអស់គ្នាដែលព្យាយាមសិក្សាជាមួយខ្ញុំបាទអញ្ចឹងបើមានចំណាប់អារម្មណ៍ទាក់ទងនឹងការសិក្សាភាសាអង់គ្លេសដែលអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមរៀនភាសាអង់គ្លេសពីថ្នាក់ដំបូងអញ្ចឹងអ្នកទាំងអស់គ្នាអាចជួយចុច Subscribe និង Follow ផងបាទខ្ញុំនឹងធ្វើមេរៀនបន្តទៀតខ្ញុំនឹងបង្រៀនពីរបៀបសរសេរបាទសរសេរទាញពីណាទៅណាបាទសរសេរ B នឹងសរសេរយ៉ាងម៉េចគេទាញយ៉ាងម៉េច C នឹងសរសេរយ៉ាងម៉េចទេម៉េចខ្ញុំនឹងធ្វើនៅវីដេអូបន្តទៀតបាទ Thank you goodbye